សួរនិងសួស្តីអ្នកនរគ្នានាងខ្ញុំឈ្មោះនឹងសុនិសាជាអតីតសិស្សអាហារូបករណ៍ចំនួនទី1នៅសាលា Go Global សម្រាប់ឆ្នាំសិក្សា2023-2024នៅថ្ងៃហ្នឹងគឺសាលា Go Global បានអញ្ជើញនាងខ្ញុំផ្ទាល់ដើម្បីធ្វើជាវាគ្មិនដើម្បីចែករំលែកបទពិសោធន៍ទាក់ទងជាមួយនឹងការដាក់អាហារូបករណ៍សិក្សានៅប្រទេសក្រៅក៏ដូចជាចែករំលែកបទពិសោធន៍ឲ្យសិស្សទី12ដែលកំពុងតែត្រៀមប្រឡងបាក់ឌុបហើយបន្ទាប់ពីការឆ្លងឆ្លើយជាមួយនឹងសិស្សគឺមានអារម្មណ៍ថាសប្បាយចិត្តនិងត្រេកអរដែលបានចែករំលែកបទពិសោធន៍នេះទៅកាន់អូនៗដើម្បីឲ្យអូនៗដែលមានចំណាប់អារម្មណ៍ទៅសិក្សានៅប្រទេសក្រៅគឺអាចថាយកគំរូតាមហើយសង្ឃឹមថាអ្វីៗដែលបានប្រាប់ឬក៏ផ្ដល់ទៅបងប្អូនថ្ងៃហ្នឹងគឺអូនៗអាចយកទៅធ្វើជាមេរៀនសម្រាប់ខ្លួនឯងផ្ទាល់ហើយសង្ឃឹមថាសិស្សសានុសិស្សទាំងអស់គឺមានចំណាប់អារម្មណ៍សិក្សានៅប្រទេសក្រៅដូចគ្នាដោយសារតែសិស្សទី12ប្រកាសជាមានសម្ពាធនៅពេលដែលដឹងថាចិត្តប្រឡងបាក់ឌុបចឹងសង្ឃឹមថាថ្ងៃហ្នឹងគឺបទពិសោធន៍ទាំង live និង advice ដែលបានប្រាប់គឺអូនៗអាចយកទៅអនុវត្តផ្ទាល់ហើយសង្ឃឹមថាអូនៗថ្នាក់ទី12ប្រឡងបានលទ្ធផលល្អនិងជោគជ័យគ្រប់គ្នាជាចុងក្រោយខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនៅសាលា Go Global ដែលបានជួយបង្ហាត់បង្រៀនខ្ញុំដែលជាមួយផ្នែកមួយដែលធ្វើឲ្យខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសក្រៅផងដែរហើយសង្ឃឹមថាជួបគ្នានៅឱកាសក្រោយទៀត